មើលវាស្លៀកពាក់ចោះអាវផ្កាខោក្រហមហើយឯងប្រុងទៅណាបើប្រំប្រៃសួរថាខ្ញុំណែណាម៉ែចាំប្រាប់ទៅថាខ្ញុំមិននៅផ្ទះទេណាម៉ែណាអេកូននេះមើលចោះជាប្រុសទេតែខ្លាចស្រីដល់ថ្នាក់រត់គេងហើយការងារមកកកកមិនប្រើមកប្រើឲ្យកាប់អាចជ្រូកអូយបងចែដែរបងចែកូនស្រីមិត្តភក្តិម៉ាក់នៅឯភ្នំពេញឯណោះណោគ្រាន់តែឃើញមុខនាងមិនក៏បេះដូងខ្ញុំលោតញាប់ម្លេះណោះឬមួយក៏នាងគឺជាគូព្រេងជាមួយខ្ញុំទេដឹងចើនមែននាងចោះពិតជាខូចមែនមើលចុះប្រំប្រៃនាងខឹងឡើងចង់ផ្ទុះសរសៃឈាមទៅហើយខ្ញុំជួយបងទេព្រោះណែជើដាឆាប់ក្រោកឡើងមកថ្ងៃរះផុតចុងថ្នោតហើយអើយរះផុតអីក៏ផុតទៅម៉ែមានពាក់ព័ន្ធអីជាមួយខ្ញុំដេកនោះយីកូននេះមើលវានិយាយចោះណែថ្ងៃរះខ្ពស់ជាងចុងថ្នោតនឹងមានន័យថាថ្ងៃត្រង់តាហើយឯងនៅដេកយកកំជិលដល់ណាទៀតហាអើយមិនដឹងស្អីទេម៉ែបានហើយខ្ញុំក្រោកក៏បានហើយម៉ែចោលខ្ញុំធ្វើអីខ្លះម៉ែនិយាយព្រាមមកណែឆាប់ក្រោកទៅលុបមុខដុសធ្មេញឲ្យហើយទៅអូដឹងហើយម៉ែម៉ែខ្ញុំលុបមុខរួចហើយឥឡូវម៉ែឲ្យខ្ញុំធ្វើអីខ្លះម៉ែនិយាយមកចុះយីមើលវាស្លៀកពាក់ចោះអាវផ្កាខោក្រហមហើយឯងប្រុងទៅណាមានទៅណាម៉ែគឺមកជួយម៉ែនឹងហើយបើមកជួយមិនក៏ស្លៀកពាក់ធ្វើដូចតឡើងឆាកច្រៀងអញ្ចឹងកូនម៉ែណាគឺជាប្រុសសង្ហាអញ្ចឹងហើយត្រូវតែសង្ហាគ្រប់ពេលណាម៉ែអញ្ចឹងតើបានជានាងប្រំប្រៃតាមមិនលែងសោះហើយម៉ែប្រំប្រៃខ្ញុំទុកដូចជាប្អូនស្រីខ្ញុំតើម៉ែខ្ញុំនិយាយជាមួយម៉ែច្រើនណាស់ឥឡូវម៉ែចង់ខ្ញុំធ្វើអីម៉ែនិយាយមកគឺចង់ឲ្យឯងយកស្មៅទៅដាក់ឲ្យគូស៊ីនឹងណាហើយបើដាក់ស្មៅឲ្យគូស៊ីរួចហើយមកជួយកើបអាចជ្រូកផងស្លៀកពាក់ស្អាតបាតបែរជាមកដាក់ស្មៅគោកើបអាចជ្រូកអញ្ចឹងហីនឹងហើយយីកូននេះឡា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 ប្រំប្រៃហើយកូនប្រុងទៅណានឹងគឺខ្ញុំចង់ចេញទៅក្រៅនឹងណាពងចេញទៅក្រៅធ្វើអីការងារផ្ទះនៅមកកកុកមិនគិតធ្វើទេគិតតែប្រចង់ដើរលេងហើយពងខ្ញុំមិនមែនទៅដើរលេងឯណាពងហើយបើឯងមិនទៅដើរលេងហើយគិតចង់ទៅឯណាគឺខ្ញុំចង់ទៅផ្ទះមីណាងនឹងណាក្រែងលោកគាត់មានអីឲ្យខ្ញុំជួយយីកូននេះការងារផ្ទះមិនធ្វើទេចង់តែធ្វើតែផ្ទះគេការងារផ្ទះយើងចាំពេលខ្ញុំត្រឡប់មកវិញសិនទៅពងតែបើពុកគិតថាចង់ធ្វើជំនួសខ្ញុំក៏បានខ្ញុំទៅសិនឲ្យពងហើយកូននេះហើយមើលវានិយាយចុះបងចានអូនោះនាងប្រំប្រៃមកដល់ល្មមម៉ែបើប្រំប្រៃសួរថាខ្ញុំណែណាម៉ែចាំប្រាប់ទៅថាខ្ញុំមិននៅផ្ទះទេណាម៉ែណាអេកូននេះមើលចោះជាប្រុសទេតែខ្លាចស្រីដល់ថ្នាក់រត់គេងហើយជម្រាបសួរមីងបងចិត្តនៅទេមីងវាមិននៅទេក្មួយចុះមិញនេះខ្ញុំឃើញអ្នកណារត់ចូលក្នុងមិញដូចជាបងចើនមានឯណាក្មួយអាចើនថ្មនេះប្រហែលជាទៅនៅឯស្រែឯណោះណោអញ្ចឹងខ្ញុំជម្រាបលាមីងទៅវិញសិនហើយអេមិននៅអង្គុយលេងសិនទេឯក្មួយអត់ទេមីងអាចើនឆាប់ចេញមកម៉ែប្រំប្រៃទៅវិញហើយមែនទេម៉ែ
នាងទៅវិញបាត់ហើយចេញមកធ្វើការងារបន្ត ហើយសំណាងណាស់ដែលនាងព្រមជឿម៉ែហើយត្រឡប់ទៅវិញមិនអញ្ចឹងខ្ញុំច្បាស់ជាវីវមិនខានទេ បងចាន ហ៎ប្រំប្រៃ ចាគឺខ្ញុំនឹងហើយមិញនេះក្រែងក្មួយត្រឡប់ទៅវិញហើយតើហើយមិនបានជាត្រឡប់មកវិញបែបនេះចុះបើខ្ញុំឃើញបងចើតរត់ចូលទៅក្នុងបើខ្ញុំមិនធ្វើបែបនេះទេស្មានតែបងចើតចេញមកឲ្យមីង ហុយម៉ែធ្វើមិនទៅម៉ែ ឲ្យនាងជួយការងារឯងទៅបើនាងទ្រាំមិនបានទេនាងនឹងត្រឡប់ទៅវិញមិនខានទេ ម៉ែកំណត់ល្អមែនតើប្រំប្រៃមករកបងមានការអ្វីមែនទេ អូគឺខ្ញុំមករកព្រោះចង់មកជួយការងារបងចើតនឹងណា ត្រូវម៉េចបងកំពុងតែចង់រកមនុស្សឲ្យជួយល្មម ប៉ិតមែនទេបងចើតអញ្ចឹងបងចង់ឲ្យខ្ញុំជួយអីបងប្រាប់ខ្ញុំមកចុះខ្ញុំជួយបានទាំងអស់ បើអញ្ចឹងប្រំប្រៃចូលទៅក្នុងទ្រុងជ្រូកនោះទៅ ត្រង់ជ្រូកហើយចូលធ្វើអីទៅបងចើត គឺចូលទៅកាប់អាចជ្រូកហ្នឹងណា កាប់អាចជ្រូកក៏បានដើម្បីបងចើតខ្ញុំអាចធ្វើបានគ្រប់យ៉ាងអើយអាចជ្រូកនេះស្អុយម្លេះហើយការងារមកកកោកមិនប្រើមកប្រើឲ្យកាប់អាចជ្រូកអូយបងចើតដែរបងចើត យ៉ាងម៉េចហើយប្រំប្រៃហើយទៅរួចទេមើលទៅ ដើម្បីបងចើតទៅរួចតែបន្តិចទៀតរួចហើយអើយយ៉ាងម៉េចហើយប្រំប្រៃក្មួយមិនអីទេមិនអីទេមីងខ្ញុំទ្រាំបានអើយក្អួតដល់ថ្នាក់នេះទៅហើយនៅថាមិនអីទៀត ប្រំប្រៃអាចទៅរួចទេបើអូនទៅរួចអាចទៅជួយកាប់អាចគោបងទៀតបានទេព្រោះបងដូចជាមិនសូវស្រួលខ្លួនសោះ មែនហើយពុកខ្ញុំថាឲ្យប្រញាប់ទៅផ្ទះខ្ញុំប្រហែលជាមិនអាចនៅជួយបងបានទេខ្លាចពុកស្ដីឲ្យអញ្ចឹងខ្ញុំជម្រាបលាមីងនិងបងចើតសិនហើយយើអាកូនក្បាលខូចនេះឃើញនាងអញ្ចឹងហើយនៅចង់ប្រើឲ្យទៅកើបអាចគូទៀត ម៉ែបើមិននិយាយបែបនេះធ្វើម៉េចនាងព្រមចេញទៅវិញទៅម៉ែហុយគិតទៅកាត់មកជាប្រុសសង្ហាពិតជាពិបាកកិច្ចនឹងស្រីមែន អួតណាស់ឯងនេះ ធីតាកូនស្រោចផ្កាប៉ុណ្ណឹងបានហើយម៉ាក់មានរឿងចង់និយាយជាមួយកូនបន្តិចណាចាម៉ាក់ហៅកូនមានរឿងអីមែនទេម៉ាក់គឺម៉ាក់ចង់និយាយជាមួយកូនរឿងភ្ជាប់ពាក្យកូនជាមួយនឹងក្មួយឆាតនឹងណាកូនម៉ាក់កូនមិនបានស្រឡាញ់បងឆាតទេម៉ាក់ក្មួយឆាតមានអីមិនល្អទៅកូនមើលចុះខ្លួននៅក្មេងទេតែពូកែរកស៊ីណាលុយមិនខ្វះចាយទេអ្នកណាបានធ្វើជាប្រពន្ធសំណាង10ជាតិឯណោះកូនតើម៉ាក់មិនសង្ស័យខ្លះទេមែនទេម៉ាក់ហេតុអីបានជាបងឆាតនៅក្មេងតែសម្បូរលុយចាយច្រើនបែបនេះថាមិនបានរកស៊ីខុសច្បាប់ផងក៏មិនដឹងយីកូននេះបើឯងចិត្តតែសង្ស័យផ្ដេសផ្ដាស់បែបនេះទៀតកុំថាម៉ាក់នេះមិនបានប្រាប់ឲ្យសោះណាម៉ាក់សុំម៉ាក់កុំបង្ខំកូនអីម៉ាក់កូនមិនចង់បានបងឆាតធ្វើជាប្តីទេមិនបានទេម៉ាក់និយាយហើយយ៉ាងណាឯងត្រូវទៅរៀបការជាមួយនឹងក្មួយឆាតម៉ាក់ហើយធ្វើយ៉ាងម៉េចទៅតាមមើលទៅប្រហែលជាទៅខេត្តមួយរយៈហើយទៅបានតើត្រូវទៅណាទៅណោះអូមែនហើយផ្ទះមីណាងមិត្តភក្តិម៉ាក់ហើយណែហាឆាប់ស៊ីទៅស៊ីឲ្យច្រើនទៅណាមីណាងយីហើយអ្នកណាហៅអញ្ចេះជំរាបសួរមីងចាំខ្ញុំបានទេមីងក្មួយគឺជាអ្នកណាអញ្ចេះខ្ញុំគឺជាកូនស្រីម៉ាក់ភួងនោះអីមីង
អូមីងចាំបានហើយក្មួយគឺជាក្មួយធីតាមែនទេក្មួយចាមែនហើយមីងយីមើលចុះធំសន្ធឹកទៅហើយចូលទៅក្នុងសិនទៅក្មួយចាមីងក្មួយហូបទឹកសិនទៅណាចាអរគុណមីងមែនហើយម៉ាក់ក្មួយសុខសប្បាយទេគាត់សុខសប្បាយទេមីងហើយម៉ូនីងមិនខ្លាចម៉ាក់ក្មួយខឹងទេហ៎គឺខ្ញុំលួចមកទេមីងហើយនេះបើម៉ាក់ក្មួយដឹងថាក្មួយមកផ្ទះមីងច្បាស់ជាខឹងមិនខានទេម៉ាក់គាត់មិនអីទេមីងទេក្មួយម៉ាក់ក្មួយមិនចូលចិត្តមីងទេព្រោះតែរឿងអតីតកាលមួយនោះម៉ាក់ក្មួយគ្មានថ្ងៃលើកលែងឲ្យមីងឡើយរឿងនេះជារឿងចាស់គាត់មិនអាចខាត់ខាំងខ្ញុំបានទេមីងហើយក្មួយមកផ្ទះមីងនេះមានការអីដែរទៅក្មួយគឺខ្ញុំគ្រាន់តែចង់មកសម្រាកលំហែកាយខ្លះនឹងណាមីងមានអារម្មណ៍ថាធុញថប់ពេកធុញថប់រឿងអីទៅក្មួយអាចប្រាប់មីងបានទេគឺម៉ាក់ខ្ញុំគាត់បង្ខំឲ្យខ្ញុំយកបរោះដែលខ្ញុំមិនបានស្រឡាញ់នឹងណាមីងហើយអាចរិតបង្ខំគេនេះពិតជាមិនអាចចោលបានពិតមែនមិនអីទេក្មួយចង់សម្រាកផ្ទះមីងប្រហែលថ្ងៃក៏បានដែរក្មួយចាមីងម៉ែខ្ញុំត្រឡប់មកវិញហើយម៉ែមកវិញហើយយ៉ាងម៉េចហើយរកត្រីបានដែរទេរកបានច្រើនណាស់ម៉ែអេណានាងខាងនេះនាងគឺជាធីតាកូនស្រីមិត្តភក្តិម៉ាក់នៅឯភ្នំពេញឯណោះគ្រាន់តែឃើញមុខនាងមិនក៏បេះដូងខ្ញុំលោតញាប់ម្លេះណោះឬមួយក៏នាងគឺជាគូព្រេងជាមួយខ្ញុំទេដឹងជឿនអូបាទម៉ែហើយកូនភ្លឹកអីនឹងកូនអើយគ្មានអីទេម៉ែណានាងធីតាគិតថានឹងស្នាក់នៅទីនេះយូរប៉ុណ្ណាដែរទៅគឺមិនយូរទេប្រហែលមួយអាទិត្យអីខ្ញុំត្រឡប់ទៅវិញហើយអូលឿនម្ល៉េះសម្រាប់ទីនេះមួយខែសិនទៅចាំត្រឡប់ទៅវិញឲ្យតែម្ចាស់ផ្ទះស្វាគមន៍ខ្ញុំប្រហែលជាអាចពិចារណាបានមីងមិនថាអីទេចង់នៅទីនេះយូរប៉ុណ្ណាក៏បានដែរខ្ញុំកាន់តែគ្មានបញ្ហាទៀតហើយខ្ញុំចង់ឲ្យតែធីតានៅទីនេះទេនៅរហូតក៏បានដែរម៉ាក់ខ្ញុំសូមអនុញ្ញាតម៉ាក់ទៅខេត្តមួយរយៈពេលអារម្មណ៍ល្អពេលណាខ្ញុំនឹងត្រឡប់មកវិញយីកូននេះមិនក៏ហ៊ានទៅដោយមិនបានប្រាប់ផ្ទាល់មាត់បែបនេះហើយណាហើយម៉ាក់ឲ្យកូនទៅមួយរយៈទៅចុះធីតាមិនបាច់មកជួយខ្ញុំទេធីតាទៅអង្គុយនៅខាងក្នុងផ្ទះវិញទៅទីនេះក្តៅក៏ក្តៅស្អុយក៏ស្អុយដែរមិនអីទេខ្ញុំចង់ជួយនៅភ្នំពេញខ្ញុំមិនដែលបានឃើញទិដ្ឋភាពបែបនេះទេគិតទៅជីវិតនៅស្រុកស្រែក៏សប្បាយម្យ៉ាងដែរធីតាអ្នកភ្នំពេញតែមិនប្រកាន់វណ្ណៈដូចអ្នកមួយចំនួនទេមិនដឹងថាអ្នកណាមានសំណាងបាននាងធ្វើជាប្រពន្ធទេនាងមុខស្លេកនោះជាអ្នកណាហេតុអីបានជាមកស្និទ្ធស្នាលជាមួយនឹងបងចិត្តយើងម្លេះមិនបានទេបើបណ្ដាបែបនេះច្បាស់ជាមិនកើតទេបងចើនថ្ងៃនេះអូនប្រំប្រៃមកជួយធ្វើការងារបងទៀតហើយបងមានការងារអីធ្វើចាំអូនជួយណាប្រំប្រៃថ្ងៃនេះអត់មានអីឲ្យប្រំប្រៃមកជួយទេណាប្រំប្រៃឆាប់ត្រឡប់ទៅផ្ទះវិញទៅអត់ទេអូនមិនទៅណាទាំងអស់មែនហើយចុះនាងមុខស្លេកនេះជាអ្នកណាហេតុអីបានជាស្និទ្ធស្នាលជាមួយនឹងបងខ្លាំងម្ល៉េះប្រំប្រៃនេះគឺជាធីតាកូនស្រីមិត្តភក្តិម៉ែបងនៅភ្នំពេញអូអ្នកភ្នំពេញហ៎ណែនាងនៅឯភ្នំពេញមកនៅកន្លែងបែបនេះប្រហែលជាមិនស័ក្តិសមនឹងនាងទេយកល្អនាងឆាប់ត្រឡប់ទៅវិញទៅនាងម្នាក់នេះចង់មកកាច់កង់យើងផងស្គាល់យើងតិចពេកហើយអត់ទេនៅទីនេះទេសភាពស្អាត
ខ្យល់អាកាសក៏បរិសុទ្ធជាពិសេសប្រុសដែលនៅទីនេះក៏មានចិត្តបរិសុទ្ធទៀតខ្ញុំដូចជាមិនទាន់ចង់ត្រឡប់ទៅវិញទេចង់នៅទីនេះឲ្យបានយូរក្រែងលោមានបរិះណាដែលមើលទៅអាចឲ្យខ្ញុំស្រឡាញ់បាននោះអីហើយអាអ៊ុយយោយស្រែកអីក៏ខ្លាំងបែបនេះប្រំប្រៃបងចង់បែកกระดาษត្រចៀកទៅហើយណាចុះបងមិនលឺវានិយាយទេអេអុយខ្ញុំមិនសុខចិត្តទេប្រំប្រៃបងថាប្រំប្រៃត្រឡប់ទៅផ្ទះសិនទៅអត់ទេខ្ញុំមិនទៅណាទាំងអស់បើនាងមិនចង់ទៅទុកឲ្យពួកយើងចេញទៅក៏បានតោះបងជើនបាទអុយអើយយើងនឹងមិនលើកលែងឲ្យនាងជាដាច់ខាតចាំមើលចុះអុយមើលនាងចុះពិតជាខូចមែនមើលចុះប្រំប្រៃនាងខឹងឡើងចង់ផ្ទុះសរសៃឈាមទៅហើយខ្ញុំជួយបងទេព្រោះតាមខ្ញុំមើលទៅក៏ដឹងដែរថានាងម្នាក់នោះតាមស្រឡាញ់បងតែបងមិនស្រឡាញ់នាងមែនហើយបងមិនដែលស្រឡាញ់នាងទេតែពេលនេះបងដូចជាមានអារម្មណ៍ថាចាប់ចិត្តលឺនារីម្នាក់ទៅហើយអ្នកណាទៅដឹងបងជើនបងស្រឡាញ់គេដែរខ្ញុំគាំទ្រតែបើមកដូចនាងមិញនេះខ្ញុំនឹងជួយបងពេញទំហឹងតែម្ដងគឺបងណែជើនធីតាមកហូបបាយមកកូនចាមីងបាទម៉ែពីព្រឹកមិញនេះប៉ូលីសបានចុះទៅបង្ក្រាបទីតាំងជួញដូរគ្រឿងញៀនមួយកន្លែងដែលមានមេខ្លោងដ៏ធំនៅពីក្រោយខ្នងឈ្មោះនីឆើតពេលបាទហើយអូនធីតាទៅណាណាមីងមិនក៏មិនឃើញនាងអញ្ចឹងអូកូនធីតាគេថាចង់ទៅលេងនៅឯខេត្តមួយខ្ញុំទុកពេលឲ្យមួយអាទិត្យតែប៉ុណ្ណោះបើមិនអញ្ចឹងទេអ្នកមីងច្បាស់ជាមានរឿងជាមួយខ្ញុំមិនខានទេធីតាឆាប់ត្រឡប់ទៅផ្ទះវិញជាមួយម៉ាក់ឥឡូវនេះអត់ទេម៉ាក់កូនស្រឡាញ់តែបងចើនកូនមិនស្រឡាញ់បងឆាតទេកូនមិនរៀបការជាមួយបងឆាតឡើយម៉ាក់កូនមិនអាចកែប្រែចិត្តម៉ាក់បានឡើយហេតុអីទៅយើងមិនល្អត្រង់ណាជំរាបសួរណាមីងអូក្មួយឆាទេហ៎មកអង្គុយលេងសិនមកក្មួយបាទហើយអូនធីតាទៅណាណាមីងមិនក៏មិនឃើញនាងអញ្ចឹងអូកូនធីតាគេថាចង់ទៅលេងនៅឯខេត្តមួយរយៈនឹងណាក្មួយទៅលេងខេត្តមិនក៏មិនប្រាប់ខ្ញុំឲ្យដឹងផងណាមីងគឺគេគ្រាន់តែចង់ទៅសម្រាកលំហែកាយទើបមិនបានប្រាប់ក្មួយឲ្យបានដឹងនឹងណាបាទមែនហើយណាមីងខ្ញុំមកនេះព្រោះតែចង់សួរនាំរឿងពិធីភ្ជាប់ពាក្យខ្ញុំនិងអូនធីតាតើណាមីងនឹងរៀបចំនៅពេលណាដែរមីងគិតថាចាំពេលធីតានាងត្រឡប់មកវិញមីងនឹងរៀបចំចាត់ចែងភ្លាមចាំធីតាត្រឡប់មកវិញតើពេលណាទេណាមីងខ្ញុំពិតជាមិនអាចរងចាំបានទេអូយចិត្តតិចសិនទៅក្មួយមីងនឹងប្រញាប់ហៅឲ្យនាងត្រឡប់មកផ្ទះវិញណាក្មួយខ្ញុំមិនចាំយូរទេខ្ញុំទុកពេលឲ្យមួយអាទិត្យតែប៉ុណ្ណោះបើមិនចឹងទេអ្នកមីងច្បាស់ជាមានរឿងជាមួយខ្ញុំមិនខានទេចាក្មួយមីងនឹងរៀបចំឲ្យលឿនបំផុតខ្ញុំចាំស្ដាប់ដំណឹងល្អពីអ្នកមីងណាហើយតើធីតាទៅខេត្តណាទៅនាងមិនដែលទៅខេត្តទេហើយនាងទៅស្នាក់នៅទីណាអូមែនហើយគឺនាងណាងកូនធីតាស្គាល់តែនាងណាងម្នាក់ប៉ុណ្ណោះនាងប្រហែលជាទៅទីនោះហើយហេតុអីសូម្បីតែព្រះច័ន្ទដែលរះពេលយប់នៅទីនេះក៏ស្អាតជាងនៅទីក្រុងដែរណោះធីតាហើយមើលស្អីហ្នឹងអូបងចែនគឺខ្ញុំមើលព្រះច័ន្ទនឹងណាបងមិនសម្រាប់ទេហ៎នេះយប់ហើយណាមិនងងុយសោះបងខួរក្បាលខ្ញុំគិតច្រើនពេកតែពេលដែលបានចេញមកមើលព្រះច័ន្ទពេលយប់បែបនេះអារម្មណ៍ក៏ចាប់ផ្ដើមធូរស្បើយមកវិញខ្លះអូយស្អាតណាស់មែនហើយព្រះច័ន្ទស្អាតណាស់អត់ទេគឺបងថាធីតានឹងហើយស្អាតនោះខ្ញុំហ៎មិនដឹងជាយ៉ាងម៉េចទេពេលបងនៅចិត្តធីតាដូចជាមានអារម្មណ៍ចម្លែកអ្វីមួយយ៉ាងអារម្មណ៍ចម្លែកអីទៅបងចែនគឺជាអារម្មណ៍រំភើបរីករាយដូចជាមនុស្សបានជួបនឹងមនុស្សដែលខ្លួនឯងពេញចិត្តអញ្ចឹងបងចែននិយាយបែបនេះចង់ញ៉ាយខ្ញុំមែនមិនមែនញ៉ាយទេតែចង់និយាយត្រង់តែម្ដង
មិនដឹងថាធីតាបេះដូងធីតាមានអ្នកផ្សេងមើលថែហើយឬនៅ បច្ចុប្បន្ននេះគ្មានទេតែបន្តិចទៀតប្រហែលជាអាចមាន បើអញ្ចឹងធីតាពេញចិត្តអ្នកណាហើយមែនទេ អូយប្រហែលទេដឹង អឺសុំទោសផងធីតាបងមិនគួរចាប់ដៃធីតាទេ យ៉ាងម៉េចគ្រាន់តែខ្ញុំនិយាយប៉ុណ្ណឹងមិនក៏ឆាប់លែងដៃខ្ញុំម្លេះ ធីតាចាប់ដៃបងមានន័យថា អឺ ធីតាមិនកុហកបងទេមែនទេ បងមើលមកខ្ញុំដូចកុហកទេ អូយធីតាបងសប្បាយចិត្តណាស់ ធីតាអូនទៅអង្គុយខាងនោះទៅហើយទីនេះទុកឲ្យបងធ្វើបានហើយ មែនហើយក្មួយធីតាទុកទីនេះឲ្យជើតគេធ្វើទៅមិនអីទេខ្ញុំអាចធ្វើបានយើងថាមិនខុសមែនឯងពិតជាមកទីនេះមែនម៉ាក់ភួង ជម្រាបសួរណាមីង មិនបាច់ជម្រាបសួរយើងអីទេធីតាឆាប់ទៅយកអីវ៉ាន់ភ្លាមមកទៅផ្ទះយើងវិញម៉ាក់តែកូនមិនចង់ទៅវិញទេពួកគេកំពុងនិយាយគ្នាពីរឿងអីអញ្ចេះមិនបានជាដាច់ខាតកូនត្រូវតែភ្ជាប់ពាក្យជាមួយក្មួយឆាតនៅឯភ្នំពេញពេលឯងទៅដល់ភ្នំពេញម៉ាក់នេះនឹងរៀបចំពិធីឲ្យកូននិងក្មួយឆាតភ្លាមអត់ទេម៉ាក់កូនមានអ្នកដែលកូនស្រឡាញ់រួចហើយអ្នកណាឯងកុំប្រាប់ម៉ាក់ថាគឺជាអាម្នាក់នេះឲ្យសោះណាមិនហើយម៉ាក់កូនស្រឡាញ់គាត់មិនបានយើងមិនព្រមភួងឯងឈប់បង្ខំកូនទៀតទៅកូនមិនព្រមហើយបើនៅតែបង្ខំបែបនេះទៀតមិនកើតទេណានាងនាងក៏មិនចេះដឹងរឿងក្រុមគ្រួសារយើងអីនាងលៀងខ្លួនឯងឲ្យវាជ្រះសិនទៅភួងឯងនិយាយនេះបានន័យថាម៉េចឬក៏ឯងនៅប្រកាន់ខឹងនឹងរឿងអតីតកាលទៀតកាលនោះបងណារ៉ាមិនបានស្រឡាញ់ឯងទេអ្វីគ្រប់យ៉ាងគឺឯងជាអ្នកគិតតែម្នាក់ឯងប៉ុណ្ណោះពេលនេះមកដល់កូនទៀតឯងឈប់បង្ខំកូនដោយឯងបង្ខំចិត្តទទួលយកការពិតមិនបានអីព្រោះលទ្ធផលវានឹងធ្វើឲ្យឯងឈឺចាំមិនពិនបងណារ៉ាស្រឡាញ់យើងបើមិនស្រឡាញ់យើងទេមិនមែនគាត់ព្រមធ្វើគ្រប់យ៉ាងដើម្បីយើងទេតែក្រោយពេលមានវត្តមានឯងមកដល់គាត់ក៏ប្រែចិត្តទៅស្រឡាញ់ឯងគឺឯងយល់ច្រឡំខ្លួនឯងទេរហូតមកដល់ពេលនេះយើងមិនដែលមានចិត្តទៅដណ្ដើមអ្នកណាឡើយបើគេមិនស្រឡាញ់យើងនោះគាត់ទុកឯងត្រឹមតែជាប្អូនស្រីប៉ុណ្ណោះតែឯងមានចិត្តលើគាត់តែម្នាក់ឯងបានហើយយើងលែងនិយាយអ្វីជាមួយឯងទៀតហើយធីតាឆាប់ត្រឡប់ទៅផ្ទះវិញជាមួយម៉ាក់ឥឡូវនេះអត់ទេម៉ាក់កូនស្រឡាញ់តែបងច័ន្ទកូនមិនស្រឡាញ់បងឆាតទេកូនមិនរៀបការជាមួយបងឆាតឡើយម៉ាក់កូនមិនអាចកែប្រែចិត្តម៉ាក់បានឡើយ ណាមីងសុំណាមីងអាណិតពួកខ្ញុំផងទៅពួកខ្ញុំទាំងពីរនាក់ពិតជាស្រឡាញ់គ្នាពិតមែន បើឯងស្រឡាញ់យើងមែនឯងគួរណាស់ដោះលែងនាងឲ្យមានក្តីសុខទៅក្មួយឆើតជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដំនៅឯភ្នំពេញឯងមិននឹងអាចប្រៀបនឹងគេបានទៅបានហើយកាត់ចិត្តទៅតោះធីតាត្រឡប់ទៅវិញកូនអត់ទេម៉ាអត់ទេខ្ញុំមិនទៅទេបងច័ន្ទធីតាកាត់ចិត្តទៅជើតកូនធ្វើមិនទេបើម្ដាយគេបដិសេធនឹងយើងយ៉ាងនេះទៅហើយនោះ តែខ្ញុំពិតជាស្រឡាញ់អូនធីតាណាស់ម៉ែ តែធីតានាងមានគូដណ្ដឹងរួចទៅហើយកូនត្រូវទទួលស្គាល់ពីរឿងនេះណាកូនមែនហើយបងច័ន្ទនាងធីតាមានគូដណ្ដឹងរួចទៅហើយឯអូននេះនៅទំនេរទេណាបង តែបងមិនបានស្រឡាញ់ប្រំប្រៃទេប្រំប្រៃត្រឡប់ទៅវិញចុះ ហេតុអីតើបងច័ន្ទខ្ញុំខំស្រឡាញ់បងហេតុអីបានជាបងមិនស្រឡាញ់ខ្ញុំបែរជាទៅស្រឡាញ់អ្នកដែលគេមានម្ចាស់រួចទៅហើយទៅវិញ ធីតានាងគ្មានអ្នកដែលនាងស្រឡាញ់ក្រៅពីបងឡើយអាម្នាក់ដែលជាគូដណ្ដឹងនោះគ្រាន់តែជាអ្នកដែលម៉ាក់អូនធីតារៀបចំឲ្យតែប៉ុណ្ណោះទេ ចុះឥឡូវបងឃើញទេចុងក្រោយវានៅតែរើសយកម្ដាយរបស់វាដដែលវាមិនស្រឡាញ់បងទេបើវាស្រឡាញ់បងមែនណាវាមិនមែនទៅតាមម៉ែវានោះទេ ប្រំប្រៃនាងឆាប់ត្រឡប់ទៅផ្ទះទៅហើយកុំត្រឡប់មកឲ្យខ្ញុំឃើញមុខទៀតព្រោះខ្ញុំមិនចង់ឃើញមុខនាងទៀតទេ បងច័ន្ទហេតុអីបានជាបងនិយាយបែបនេះដាក់អូនមីងមើលចុះមើលបងច័ន្ទនិយាយចុះមីងយល់ថាកូនច័ន្ទនិយាយនេះត្រឹមត្រូវណាស់ក្មួយមិនបាច់ចំណាយពេលចំណាយវេលាជាមួយកូនច័ន្ទទៀតទេព្រោះគេតាំងចិត្តហើយទោះជាលើលោកនេះគ្មានមនុស្សស្រីក៏គេមិនអាចជ្រើសយកក្មួយបានដែរព្រោះគេទុកក្មួយត្រឹមតែជាប្អូនស្រីគេប៉ុណ្ណោះតែមីងសុំណាមីងសុំកុំឲ្យគេបាត់បង់អារម្មណ៍ជាបងប្អូនអីឆាប់ត្រឡប់ទៅវិញទៅក្មួយហេតុអីទៅយើងមិនល្អត្រង់ណា
បានមិនស្រឡាញ់ក៏មិនស្រឡាញ់ទៅចុះរូបសម្រស់យើងប៉ុណ្ណឹងដែរហេតុអីចាំបាច់តាមលួងមនុស្សប្រុសអីខ្លាំងម្ល៉េះវាសំតែមនុស្សប្រុសទេដែលត្រូវមកលួងលោមយើងនោះអត់មានបងជើតក៏នៅមានប្រុសច្រើនអ្នកទៀតដែរធីតាកូនឆាប់មកអង្គុយជិតម៉ាក់បន្តិចមកណាចាំម៉ាក់ធីតាហេតុអីបានជាកូនធ្វើមុខបែបនេះអញ្ចឹងហាកូនអូគ្មានអីទេម៉ាក់គឺកូនដូចជាមិនស្រួលខ្លួនបន្តិចបន្តួចចិត្តដល់ថ្ងៃភ្ជាប់ពាក្យតាហើយធ្វើអារម្មណ៍ឲ្យវាសบายទៅកូនម៉ាក់តែកូនពិតជាមិនចង់ភ្ជាប់ពាក្យជាមួយបងឆាតទេម៉ាក់សូមម៉ាក់រំសាយពិធីភ្ជាប់ពាក្យនេះវិញទៅបានទេមិនបានទេកូនម៉ាក់មិនអាចលេបសម្ដីវិញបានទេម៉ាក់និយាយម៉ាត់ណាគឺម៉ាត់នឹងហើយណែកូនម៉ាក់កំពុងរកមើលរូបស្អាតសម្រាប់ថ្ងៃពិសេសរបស់កូនមកមើលជាមួយម៉ាក់មកកូនកាលពីព្រឹកមិញនេះប៉ូលីសបានចុះទៅបង្ក្រាបទីតាំងជួញដូរគ្រឿងញៀនមួយកន្លែងដែលមានមេខ្លោងដ៏ធំនៅពីក្រោយខ្នងឈ្មោះនីឆាតពេលនេះប៉ូលីសបានប្រមូលបានផតាំងនិងចាប់ឃុំខ្លួនមេខ្លោងឈ្មោះនីឆាតព្រមទាំងបពពួករួចរាល់ហើយរងចាំការកាត់ទោសពីតុលាការហាគឺក្មួយឆាតតើដាច់ខ្យល់ហើយខ្ញុំបងឆាតអើយម៉ាក់យ៉ាងម៉េចហើយម៉ាក់ម៉ាក់យ៉ាងម៉េចហើយម៉ាក់វិលមុខណាកូនម៉ាក់ស្ងំសម្រានបន្តិចសិនទៅម៉ាក់ធីតាកូនម៉ាក់ខុសហើយម៉ាក់ពិតជាសុំទោសកូនពិតមែនតាំងពីដើមមកម៉ាក់គិតអីតែម្នាក់ឯងមិននឹកស្មានថាអាចឆើតនោះតាមពិតទៅគឺជាអ្នកជួញដូរគ្រឿងញៀនបែបនេះសោះម៉ាក់នីងប៊ីតែនឹងឲ្យកូនស្រីតែមួយគត់របស់ម៉ាក់ធ្លាក់នរកទាំងរស់ទៅហើយម៉ាក់មិនអីទេយ៉ាងណាពេលនេះឆាតនោះបានជាប់គុកទៅហើយចំណែកកូនស្រីម៉ាក់នៅតែជាកូនស្រីម៉ាក់ដដែលទេម៉ាក់កុំគិតច្រើនអីណាម៉ាក់ធីតាកូនមិនខឹងនឹងម៉ាក់ទេមែនទេកូនមិនខឹងនឹងម៉ាក់ទេធីតាកូនពេលនេះម៉ាក់ដឹងខុសហើយម៉ាក់ក៏លែងខាត់ខាំងកូននឹងជើទៀតដែរកូនត្រូវមនុស្សដែលកូនស្រឡាញ់ចោះម៉ាក់និយាយនេះជារឿងពិតទេជារឿងពិតកូនហើយចុះរឿងរវាងម៉ាក់និងមីងណាងនោះម៉ាក់លែងគិតអីទៀតហើយឲ្យតែកូនស្រីម៉ាក់មានក្តីសុខម៉ាក់ព្រមគ្រប់យ៉ាងអូយម៉ាក់កូនស្រឡាញ់ម៉ាក់បំផុតហើយម៉ាក់ក៏ស្រឡាញ់កូនដែរកូនហើយមិនដឹងថាពេលនេះអូនធីតាមាននឹកដល់ខ្ញុំឬក៏កំពុងតែមានក្តីសុខជាមួយនឹងគូតដឹងគេទេណោះហើយអាចើតហាត់អីបានជាឯងមកអង្គុយនឹកទៅដល់គូតដឹងគេបែបនេះទៅវិញហើយប្រយ័ត្នប្រការដែកណាស់វើយនឹកដល់អ្នកណាគេគឺនឹកដល់អូនធីតាហ្នឹងណាហើយសំឡេងអ្នកណាដូចជាអូនធីតាហើយគឺអូនធីតាមែនតើនេះបងមិនមែនយល់សប្តិទេមែនទេបងមិនមែនយល់សប្តិទេគឺធីតារបស់បងនោះអីអូយមែនតើធីតាអ្មេចក៏អូនមកទីនេះបានហើយចោះគូតដឹងរបស់អូននោះគូដណ្ដឹងអូនជាប់គុកបាត់ហើយថាម៉េចជាប់គុកមែនហើយតាមពិតទៅគេជាមេធំជួញដូរគ្រឿងញៀនហើយក៏ត្រូវប៉ូលីសចាប់យកទៅបាត់ដែរហើយអូនធីតាពិតជាសំណាងណាស់ដែលអូនមិនទាន់ខ្លាចជាអ្វីនឹងអាម្នាក់នោះហើយអូនមកនេះមីងភួងមិនថាអីទេមែនទេមីងលែងថាអីឲ្យក្មួយមែនហើយពេលនេះភួងគេបានយល់ហើយថាអ្វីសអ្វីខ្មៅនោះបានអញ្ចឹងមានន័យថាពួកខ្ញុំអាចឆ្លាញ់គ្នាជាផ្លូវការបានហើយមែនទេណាមីងពិតណាក្មួយឲ្យមីងសុំទោសផងណាដែលពីថ្ងៃមុនមីងធ្វើមិនល្អដាក់ក្មួយអូយមិនអីទេណាមីងឲ្យតែបានកូនស្រីណាមីងរៀងទាំងប្រមាណខ្ញុំបំភ្លេចចោលទាំងអស់មីងទុកចិត្តចុះអូ